សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ King Bad ចង់ដឹងថារឿងនេះនឹងមានដំណើរយ៉ាងណាទៅនោះដូចនេះសូមអ្នកទាំងអស់គ្នាមេត្តាសន្តាប់ដូចតទៅរឿងនេះចាប់ផ្ដើមដោយបង្ហាញពីសង្គ្រាមដ៏ឃោរឃៅនៅពេញតំបន់ភាគខាងត្បូងនៃប្រទេសក្រិកទាហាននៃអាណាចក្រទាំងពីរកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាការប្រយុទ្ធនេះដែរបានបង្ហាញឲ្យយើងដឹងថាការប្រយុទ្ធរបស់តួគេគឺប្រែដាវនិងព្រួនអ្វីៗទាំងអស់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីស្ងប់ស្ងាត់មានស្ដេចដ៏អាក្រក់មួយអង្គដែលមានព្រះនាមថាអម្ភិទ្រិយុនស្ដេចអម្ភិទ្រិយុនគឺជាស្ដេចដ៏ឃោរឃៅនិងអូតអាងបានមករកស្ដេចនៃតំបន់ក្រិកខាងត្បូងក្នុងគោលបំណងចង់ដណ្ដើមអាណាចក្រក្រិកខាងត្បូងស្ដេចនៃតំបន់ក្រិកខាងត្បូងគិតថាព្រះអង្គមកវាយប្រហារហេតុនេះទ្រង់បានបញ្ជាឲ្យទាហានរមាក់ទ្រង់ត្រៀមប្រដាប់អាវុធដើម្បីទប់ទល់ជាមួយពួកគេពេលនោះនៅពេលស្ដេចក្រិកខាងត្បូងចេញមកព្រះបាទអម្ភិទ្រិយុនបានដាក់លក្ខខណ្ឌមូលថាយើងនឹងប្រយុទ្ធគ្នាប៉ុន្តែក្នុងករណីនេះវានឹងមានតែការប្រយុទ្ធរវាងញាក់និងខៀវប៉ុណ្ណោះស្ដេចក្រិកខាងត្បូងបានយល់ព្រមហើយការប្រយុទ្ធដ៏ឃោរឃៅមួយក៏ចាប់ផ្ដើមឡើងរវាងពួកគេទាំងពីរបានផ្ដល់ការប្រកួតដ៏ស្មើគ្នាប៉ុន្តែនៅពេលមួយព្រះបាទអម្ភិទ្រិយុនបានចាប់ផ្ដើមគ្របសង្កត់លើស្ដេចក្រិកខាងត្បូងព្រះអង្គបានវាយប្រហារយ៉ាងសាហាវហើយនៅពេលស្ដេចក្រិកខាងត្បូងមិនអាចទប់ទល់បានព្រះបាទអម្ភិទ្រិយុនបានវាយមួយដៃថយក្រោយដែលធ្វើឲ្យព្រះអង្គកាន់តែខ្សោយជាងមុនព្រោះការវាយប្រហារនោះបានធ្វើឡើងលើដើមទ្រូងរបស់ទ្រង់ព្រះបាទអម្ភិទ្រិយុនបានចោលដាវទៅរកស្ដេចក្រិកខាងត្បូងដើម្បីបន្តប្រយុទ្ធនៅពេលព្រះអង្គក្រោកឡើងដើម្បីចាប់ដាវព្រះបាទអម្ភិទ្រិយុនបានវាយប្រហារម្ដងទៀតដោយដាវហើយរារាំងព្រះអង្គឥឡូវនេះព្រះបាទអម្ភិទ្រិយុនកំពុងរំភើបខ្លាំងណាស់ដោយគាត់បានដោតដាវចូលទៅក្នុងដៃហើយចាប់ផ្ដើមប្រយុទ្ធដោយដៃទែចំណែកឯស្ដេចក្រិកត្បូងនៅតែប្រយុទ្ធដោយដាវដដែលព្រះបាទអាក្រក់បានចាប់ដាវរបស់គាត់វាយប្រហារហើយចាប់កអាយុគាត់ចោលទៅលើអាកាសនៅពេលព្រះមហាក្សត្រក្រិកធ្លាក់ចុះព្រះបាទអាក្រក់បានវាយប្រហារក្បាលរបស់ទ្រង់ស្ដេចអម្ភិទ្រិយុនបានវាយបំបាក់មួកស្នែងរបស់ស្ដេចក្រិកខាងត្បូងបន្ទាប់មកដាក់មួកស្នែងនោះលើដាវហើយលើកវាឡើងលើអាកាសដែលជាសញ្ញានៃជ័យជំនះបន្ទាប់ពីឈ្នះសង្គ្រាមពេលស្ដេចអម្ភិទ្រិយុនត្រឡប់មកដល់ព្រះបរមរាជវាំងព្រះមហេសីរបស់ទ្រង់បានសួរគាត់ថាហេតុអ្វីបានជាអ្នកវាយប្រហារព្រះមហាក្សត្រភាគខាងត្បូងក្រិកគាត់មិនដែលនិយាយអ្វីមកយូរផងគាត់ជាមនុស្សល្អអម្ភិទ្រិយុនឆ្លើយថាខ្ញុំធ្វើដើម្បីនាងនឹងឯងព្រះមហេសីបានឆ្លើយថាកុហកអ្នកធ្វើរឿងនេះមិនមែនដើម្បីខ្ញុំទេគឺដើម្បីខ្លួនអ្នកវិញដើម្បីទ្រព្យសម្បត្តិទីក្រុងនិងអំណាចពួកគេបានឆ្លោះគ្នាលើរឿងនេះហើយព្រះមហេសីក៏ខឹងយ៉ាងខ្លាំងហើយចាកចេញពីទីនោះព្រះមហេសីមានអារម្មណ៍មិនសប្បាយចិត្តខ្លាំងហេតុនេះព្រះនាងបានយាងទៅកាន់ប្រាសាទនាងទេពធីតាហើយចាប់ផ្ដើមយំស្រែកហៅព្រះនាងពេលនោះនាងទេពធីតាបានចេញមកហើយហៅព្រះមហេសីបានប្រាប់នាងទេពធីតាថាខ្ញុំធុញទ្រាំណាស់ជាមួយភាពខកក្រែរបស់ស្វាមីខ្ញុំដែលគឺស្ដេចអម្ភិទ្រិយុនខ្ញុំចង់រួចផុតពីរឿងនេះដោយគ្រប់នយោបាយសូមប្រាប់ខ្ញុំថាត្រីធោដូចណាដេចនាងទេពធីតាបានឆ្លើយថាបើនាងចង់ខ្ញុំអាចប្រទានកូនមួយឲ្យនាងដែលនឹងបញ្ចប់អំពើខុសក្រៅទាំងអស់របស់ស្វាមីនាងហើយនឹងប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ព្រះមហេសីបាននិយាយថាប៉ុន្តែខ្ញុំមិនស្រឡាញ់ស្វាមីខ្ញុំទេយល់មានកូនរួយហើយខ្ញុំមិនចង់មានកូនមួយទៀតពីគាត់ទេពេលនោះនាងទេពធីតាបានឆ្លើយភ្លាមថាមិនមែនពីស្វាមីនាងទេគឺពីស្វាមីខ្ញុំគឺអាទិទេព Zeus ព្រោះព្រះអង្គអាចផ្ដល់កូនឲ្យនាងព្រះអង្គមានមេត្តាជំទូនាងហើយព្រះអង្គស្រឡាញ់នាងណាស់បើនាងចង់អាចយកកូនពីព្រះអង្គដែលនឹងរំដោះនាងពីភាពខុសក្រឹយរបស់ស្វាមីនាងហើយនឹងលុបបំបាត់អំពើអាក្រក់ពីលោកនេះព្រោះវាច្បាស់ណាស់ថាបើកូននោះជាកូនរបស់ Zeus នោះគាត់ក៏នឹងមានអំណាចដោយព្រះអង្គដែរហើយនាងគួរដាក់ឈ្មោះកូននោះថា Herculesឥឡូវនេះព្រះនាងត្រូវការរួចផុតពីភាពខុសក្រឹយដោយគ្រប់មធ្យោបាយហេតុនេះព្រះនាងបានយល់ព្រមនៅពេលយប់ពេលព្រះនាងកំពុងដេកលក់ Zeus បានមកដល់ប៉ុន្តែព្រះអង្គមិនអាចឃើញដោយភ្នែកទោះទេបានទេព្រោះព្រះអង្គបានមកក្នុងអំណាចដែលព្រះមហេសីអាចមានអារម្មណ៍ថាព្រះអង្គនៅទីនេះព្រះនាងបានដឹងថាអាទិទេព Zeus បានមកដល់ហើយពេលនោះស្ដេចអម្ភិទ្រិយុនក៏បានមកដល់ហើយឃើញព្រះមហេសីក្នុងសភាពបែបនេះគាត់មានអារម្មណ៍មានអំណាចអាគមអ្វីមួយហើយគាត់ពិតជាខឹងយ៉ាងខ្លាំងគាត់បានដកសម្ពុតគ្រាប់ហើយព្យាយាមស្វែងរកគ្រាប់ទីកន្លែងគិតថាបើមានអំណាចណាមួយវានឹងត្រូវបានសម្លាប់ដោយដាវប្រាប់ខ្ញុំមកតើនរណានៅជាមួយនាងមហេសីមិនបានប្រាប់គាត់អ្វីទេព្រះនាងគ្រាន់តែយំប៉ុណ្ណោះព្រះបាទអាក្រក់បានចេញទៅក្រៅដោយភាពខឹងហៅបានស្រែកឡើងយ៉ាងខ្លាំងនៅមុខប្រជារាស្ត្ររបស់គាត់ពេលនោះភ្លើងបានធ្លាក់ពីលើមេឃហើយវាចាប់ផ្ដើមភ្លៀងដែលធ្វើឲ្យអម្ភិទ្រិយុនខឹងខ្លាំងហើយបានស្រែកមើលទៅលើមេឃ9 ខែក្រោយមកកូនរបស់នាងបានកើតមកប៉ុន្តែអម្ភិទ្រិយុនស្អប់ក្មេងនោះខ្លាំងណាស់
គាត់ខឹងជាខ្លាំងព្រោះគាត់ដឹងថាក្មេងនេះមិនមែនជាកូនរបស់គាត់ទេទោះជាយ៉ាងណាគាត់បានចូលទៅរកមហេសីហើយនិយាយថាដោយសារអ្នកជាប្រពន្ធខ្ញុំហើយនេះជាកូនរបស់អ្នកហេតុនេះខ្ញុំនឹងដាក់ឈ្មោះវាថា Alcidius ប៉ុន្តែចូលចាំវាមិនអាចយកគំនូកូនច្បងរបស់យានបានឡើយព្រោះកូនច្បងគឺជាកូនខ្ញុំជាឈាមជីកខ្ញុំហើយគឺជាអ្នកស្នងរាជបន្ទាប់ពីខ្ញុំព្រះមហេសីក៏លេងមើលកូនរបស់នាងហើយនិយាយថាឈ្មោះកូនខ្ញុំមិនមែន Alcidius ទេគឺ Hercules ដែលជាឈ្មោះដែលស៊ូសបានដាក់ឲ្យឥឡូវនេះ20ឆ្នាំក្រោយមក Hercules ឬ Alcidius បានធំនឹងក្លាយជាយុវជនហើយឥឡូវនេះគាត់នៅជាមួយនឹងព្រះនាងពួកគេទាំងពីរបានចំណាយពេលជាមួយគ្នាយ៉ាងសប្បាយរីករាយព្រោះពួកគេស្រឡាញ់គ្នាបន្ទាប់មកកូនរបស់ Amphitryon ដែលជាបងប្រុសរបស់ Alcidius បានមកជាមួយនឹងទាហានរបស់គាត់ព្រោះគាត់ក៏ស្រឡាញ់ព្រះនាងដែរប៉ុន្តែគាត់មិនដែលប្រាប់នាងទេព្រោះគាត់ដឹងថាប្អូនប្រុសរបស់គាត់មានន័យថា Alcidius ស្រឡាញ់នាងហើយនាងក៏ស្រឡាញ់ Alcidiusគាត់បានចាត់ឲ្យព្រះនាងទៅជាមួយទាហានហើយនិយាយទៅកាន់ Alcidius ថាហេតុអ្វីបានជាយើងមិនចេញទៅចាប់សត្វបហានេះទៅ Alcidius បានយល់ព្រមពួកគេទាំងពីរបានចេញទៅចាប់សត្វហើយពេលយប់ក៏បានមកដល់ឥឡូវនេះពួកគេនៅតែម្នាក់ឯងភ្លាមនោះពួកគេបានភ្ញាក់ខ្លួនបន្ទាប់ពីមើលឃើញសត្វតុំមួយកំពុងស្រែកនឹងពេលមើលឃើញពួកគេវាបានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីវាយប្រហារប៉ុន្តែ Alcidius មិនខ្លាចវាទេគាត់បានដាយយឺតទៅមុខដោយកាន់ដបងសត្វតោស្រែកដើម្បីសម្លាប់គាត់ដើរមកមុខយ៉ាងស្រែកហើយវាបានលួចមកលើ Alcidius នៅពេលនោះ Alcidius បានវាយវាដោយដំបងហើយរុនវាថយក្រោយប៉ុន្តែជាក់ស្ដែងសត្វតោខ្លាំងពេកធ្វើឲ្យដំបងបែកមុនពេលសត្វតោអាចលាប Alcidius គាត់បានចាប់កសត្វតោយ៉ាងជាប់ហើយក្រវ៉ាត់វាសត្វតោក៏ព្យាយាមរើខ្លួនយ៉ាងខ្លាំងប៉ុន្តែមិនអាចទប់ទល់នឹងកម្លាំង Alcidius បានឡើយនៅពេលនោះវាបានដាច់ខ្យល់ហើយស្លាប់ដោយសារការរឹតករបស់ Alcidius ដើម្បីបង្ហាញភាពក្លាហានពួកគេបានជាក់ស្បែកសត្វតោហើយយកទៅជាមួយខ្លួនពេលត្រឡប់មកវិមានវិញបងព្រោះ Alcidius ដើម្បីបង្ហាញថាខ្លួនជាអ្នកក្លាហាននៅមុខគេមិនយកគុណសម្បត្តិទាំងអស់នោះផងក៏ចាប់ដើមរឿងคล้ายៗអំពីការសម្លាប់សត្វតោដោយនិយាយដូចនេះគាត់បានបង្ហាញស្បែកសត្វដល់អ្នកគ្រប់គ្នាថាតើគាត់សម្លាប់វាដោយរបៀបណានៅទីនេះ Alcidius មិនបាននិយាយការពិតទេតែចាក់បណ្ដោយតាមបងប្អូនទៅព្រោះគាត់មិនចង់ប្រឆាំងនឹងបងប្រុសខ្លួនឯងប៉ុន្តែព្រះមហេសីនិងព្រះនាងដែលដឹងថា Alcidius ជាអ្នកក្លាហានខណៈបងប្រុសរបស់គាត់ឈ្មោះ Difu បានសង្ស័យរឿងនេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលខ្លាំងចំណែក Amphitryon វិញរីករាយយ៉ាងខ្លាំងចំពោះស្នាដៃក្លាហានរបស់កូនហើយបានកំណត់ឲ្យរៀបអភិសេកជាមួយព្រះនាងទោះជាយ៉ាងណាក៏ដោយ Alcidius និងព្រះនាងមិនពេញចិត្តនឹងសេចក្តីសម្រេចនេះឡើយព្រះនាងភ្ញាក់ផ្អើលខ្លាំងហើយខឹងដល់ថ្នាក់ចាក់ចេញពីទីនោះភ្លាមសូម្បីតាព្រះមហេសីម្ដាយ Alcidius ក៏មិនពេញចិត្តជាមួយសេចក្តីសម្រេចនេះដែរបងប្រុស Alcidius បានប្រាប់ឪពុកថាឪពុកកំណត់អភិសេកហើយខ្ញុំក៏រីករាយដែរប៉ុន្តែអ្នកដែលត្រូវរៀបការមិនរីករាយទេព្រោះនាងស្រឡាញ់ Alcidius ខ្លាំងព្រះនាងកំពុងបោសេះរត់យ៉ាងលឿន Alcidius បានដិតសេះរកគាត់ទៅឈរពីមុខហើយជួយឲ្យនាងចុះពីសេះនាងយំយ៉ាងខ្លាំងហើយនិយាយថា Alcidius ខ្ញុំស្រឡាញ់បងជាងខ្ញុំចង់រៀបការជាមួយបងមិនមែនជាមួយនឹងគាត់ទេមនុស្សទាំងនេះនឹងមិនដែលយល់ពីស្នេហារបស់យើងឡើយតោះយើងរត់ពីទីនេះទៅកន្លែងឆ្ងាយមួយយើងនឹងរៀបការហើយសាងជីវិតថ្មីដែលពោពេញទៅដោយសុភមង្គល Alcidius ត្រូវបានចាប់ហើយនាំមកប្របាទ Amphitryon បាននិយាយថា Alcidius ខ្ញុំដឹងថាឯងមិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់យើងទេប៉ុន្តែនេះគឺជាព្រះរាជបញ្ជារបស់យើង Alcidius ឆ្លើយថាទេខ្ញុំស្រឡាញ់ព្រះនាងហើយនាងក៏ស្រឡាញ់ខ្ញុំដែរហេតុនេះខ្ញុំមិនឲ្យនាងរៀបការជាមួយអ្នកណាផ្សេងទេទោះបីជាគាត់ជាបងប្រុសខ្ញុំក៏ដោយ Amphitryon និយាយថាមិនបានទេថ្ងៃស្អែកអ្នកនឹងត្រូវទៅប្រទេសអេស៊ីបជាមួយអគ្គបញ្ជាការព្រោះនៅទីនោះកំពុងមានសង្គ្រាមប៉ុន្តែដោយសារនេះជាបញ្ជារបស់ Amphitryon គាត់ត្រូវតែគោរពទោះយ៉ាងណាគាត់ក៏បាននិយាយបន្ថែមថាមើលចុះខ្ញុំនឹងឈានសង្គ្រាមនេះហើយនៅរាត្រីប្រច័ណ្ឌពេញវងខ្ញុំក៏នឹងរៀបការជាមួយព្រះនាងដែរព្រោះព្រះនាងគឺជារបស់ខ្ញុំតែមនាគតមុនពេលចាកចេញគាត់បានជួបម្ដាយរបស់គាត់នៅទីនេះហើយដែលគាត់បានដឹងអំពីអត្តកម្បាំងនេះជាលើកដំបូងថាខ្ញុំមិនមែនជាកូនរបស់ Amphitryon តែជាកូនរបស់ Atitepsus គាត់បានចាកចេញទៅអេស៊ីបដោយមិនយកចិត្តទុកដាក់លើពាក្យទាំងនេះក្រោយពេលវេលាយូរពួកគេបានទៅដល់ទីនោះគឺជាវាលខ្សាច់ទាំងមូលប៉ុន្តែនៅទីនោះមានពួកសាហាវដែលស៊ីសាច់មនុស្សបានវាយប្រហារពួកគេសង្គ្រាមដ៏គ្រោះថ្នាក់មួយបានផ្ទុះឡើងរវាងពួកគេដែលក្នុងនោះពួកសាហាវកំពុងគ្របសង្កត់ហើយពួកគេបានសម្លាប់មនុស្សរបស់ពួកគេជាច្រើនអ្នកដែលនៅសល់ចូលទៅក្នុង
ពួកគេក៏ត្រូវបានវាយប្រហារយុះមិនចូលយ៉ាងភ្លាមទៀតប៉ុន្តែពួកគេបានជៀសវាងដោយយកខែលមកការពារបន្ទាប់មកកងទ័ពទាំងពីរបានប្រឈមមុខនឹងវាយប្រហារគ្នាយ៉ាងសាហាវពួកគេបានសម្លាប់គ្នាដោយដំបងនិងដាវក្នុងសង្គ្រាមនេះកងទ័ពរបស់ Alcides ហាក់ដូចជាកំពុងចុះខ្សោយក្នុងពេលផ្លែតខ្លីទាហានរបស់គាត់ទាំងអស់ត្រូវបានសម្លាប់លើកលែងតែ Alcides និងមនុស្សជំនិតរបស់គាត់ពួកគេបានប្រយុទ្ធយ៉ាងក្លាហានជាមួយកងទ័ពដែលនៅសល់ឥឡូវនេះមានមេបញ្ជាការម្នាក់នៃកងទ័ពមកខាងទៀតទ័ពសត្រូវសួរទាហានម្នាក់ថាតើ Alcides នៅខ្ជិនណាតើគាត់នៅរស់ឬស្លាប់ហើយទាហាននោះឆ្លើយថា Alcides ស្លាប់ហើយឮដូច្នេះមេទ័ពសត្រូវយកមួកខ្លាំងៗរបស់ Alcides ហើយផ្ញើទៅឪពុកគាត់ដោយនិយាយថាមើលចុះយើងបានធ្វើតាមសន្យាដោយសម្លាប់ Alcides ហើយនេះបង្ហាញថាទាំងអស់ជាផែនការរបស់ Amphitryon ដើម្បីឲ្យគាត់ត្រូវសម្លាប់ឥឡូវនេះមេទ័ពនិយាយទៅកាន់ពួកគេទាំងពីរថាខ្ញុំដឹងថាអ្នកទាំងពីរជាអ្នកចម្បាំងឆ្នើមឥឡូវបើអ្នកជន់រស់ខ្ញុំអាចផ្ដល់ជីវិតថ្មីឲ្យអ្នកនឹងត្រូវចាក់ចេញហើយរស់ជាទាសកររបស់យើងប៉ុន្តែខ្ញុំក៏ដឹងថាអ្នកមិនចូលចិត្តខ្លាយជាទាសករទេអ្នកនឹងស្លាប់ក្នុងនាមជាអ្នកចម្បាំងវិញដូច្នេះខ្ញុំនឹងសម្លាប់អ្នកឥឡូវនេះមុនពេលគាត់សម្លាប់ Alcides ស្រែកថាឈប់យើងចង់រស់ប៉ុន្តែមិនមែនជាទាសកររបស់អ្នកទេអ្នកធ្វើដូច្នេះទៅលក់យើងទៅយើងនឹងបានជីវិតថ្មីហើយអ្នកនឹងបានលុយមេបញ្ជាការសួរថាឈ្មោះអ្នកគឺអីអ្នកជានរណា Alcides ឆ្លើយថាឈ្មោះខ្ញុំគឺ Hercule មេទ័ពសត្រូវខឹងខ្លាំងវាយគាត់ដោយកំណាប់ដៃធ្វើឲ្យគាត់សន្លប់ដំណឹង Alcides ស្លាប់ផ្សព្វផ្សាយពេញព្រះបរមរាជវាំងបង្កឲ្យមានអាកាសធាតុក្រៀមក្រំពិសេសសម្រាប់ព្រះមហេសីនិងព្រះនាងយំយ៉ាងខ្លាំងប៉ុន្តែមិនអាចធ្វើអ្វីបានភ្នែកមកខាងទៀតមេទ័ពសត្រូវលក់ Alcides ទៅនៅទីនេះអ្នកជាមួយគាត់ក៏ដឹងថា Amphitryon មានចេតនាចាត់ចែងឲ្យយើងមកទីនេះដើម្បីឲ្យយើងស្លាប់គាត់មិនអាចយល់ថាហេតុអ្វី Amphitryon ចង់ឲ្យកូនប្រុសខ្លួនឯងត្រូវសម្លាប់ហេតុនេះគាត់សួរ Alcides ថាអ្នកបាននិយាយថាអ្នកគឺ Hercule ចំណែកឈ្មោះអ្នកគឺ Alcides តើនរណាជាអ្នកប្រាប់ឈ្មោះនេះ Alcides ឆ្លើយថាខ្ញុំខ្លួនឯងក៏មិនដឹងអំពីរឿងនេះដែរខ្ញុំបានឮឈ្មោះនេះពីម្ដាយខ្ញុំដែលជាព្រះមហេសីគាត់បាននិយាយថា Hercule កើតមកដើម្បីឲ្យឪពុកខ្លួនស្លាប់បន្ទាប់ពីរយផុតពីទីនេះខ្ញុំនឹងត្រឡប់ទៅព្រះបរមរាជវាំងវិញហើយរៀបចំជាមួយព្រះនាងដែលជាស្នេហារបស់ខ្ញុំគាត់បន្តថាលោកមេទ័ពលោកនិយាយមិនស្រួលដូចធ្វើទេអ្នកបានឃើញតែពិភពរាជវាំងចំណែកខ្ញុំដឹងពីពិភពដ៏គ្រោះថ្នាក់នៅខាងក្រៅយើងមិនអាចត្រឡប់ទៅវិញពីទីនេះឡើយ Alcides លើកទឹកចិត្តថាកុំបារម្ភគ្រាន់តែជឿជាក់លើខ្ញុំយើងនឹងត្រឡប់ទៅព្រះបរមរាជវាំងវិញជាមិនខានដោយសារពួកគេទាំងពីរជាទាសករហេតុនេះពួកគេត្រូវតែប្រយុទ្ធតាមបញ្ជារបស់គេដំបូង Alcides ចូលប្រយុទ្ធជាមួយបុគ្គលម្នាក់ដែលត្រូវបានវាយនៅវគ្គដំបូងប៉ុន្តែបន្ទាប់មកគាត់អាចគ្រប់គ្រងស្ថានភាពហើយសម្លាប់គាត់វិញ Alcides ក៏ចុះខ្សោយបន្ទាប់មក Alcides ត្រូវបានប្រយុទ្ធម្ដងទៀតនៅពេលគាត់មកដល់មនុស្សនោះវាយប្រហារ Alcides ហើយរុញគាត់ទៅជិតសសរមួយប៉ុន្តែ Alcides ឡើងលើហើយវាយប្រហារដោយជើងពួកគេទាំងពីរបានប្រឈមមុខគ្នាម្ដងទៀត Alcides វាយគាត់ដោយកណ្ដាប់ដៃនិងជើងបន្ទាប់មកលើកគាត់ឡើងហើយចោយគាត់យ៉ាងខ្លាំងធ្វើឲ្យគាត់តស៊ូទៅមុខទៀតមិនរួចគាត់បានឈ្នះហេតុនេះហៅទស្សនិកជនហៅគាត់ថា Hercules ហើយ Hercules ត្រូវបានគេហៅបែបនេះរហូតដូចនេះខ្ញុំសូមហៅគាត់ Hercules វិញម្ដងម្យ៉ាងវិញទៀតនៅពេលព្រះមហេសីកំពុងអង្គុយនៅកន្លែងមួយហើយកំពុងអធិដ្ឋាន Amphitryon បានមកដល់ហើយសួរនាងថាប្រាប់ខ្ញុំមកតើ Alcides ជាកូនអ្នកណាតើឪពុករបស់គេជានរណាតើមានម្នាក់ឬច្រើនអ្នកព្រះមហេសីបានឆ្លើយភ្លាមៗថាមានតែម្នាក់ប៉ុណ្ណោះប៉ុន្តែគាត់ក៏ត្រូវបានផ្ដើមឡើងសម្រាប់គួរបំណងខ្លះដែរដោយសារកូនខ្ញុំ Alcides លែងមានទៀតហើយខ្ញុំនឹងបំពេញការងារដែលគាត់មិនទាន់បានបញ្ចប់ដោយសម្រាប់អ្នកដើម្បីជួយខ្លួនខ្ញុំឲ្យរួចផុតពីអំពើឃោរឃៅរបស់អ្នកនិយាយចំនាងបានចាប់ផ្ដើមវាយប្រហារ Amphitryon ដោយកំបិតប៉ុន្តែគាត់បានរារាំងការវាយប្រហារដោយកាន់ដៃព្រះមហេសីហើយសួរថាប្រាប់ខ្ញុំមកតើគេជានរណាព្រះមហេសីបានទៅហើយប្រាប់គាត់ថាគាត់ជាស៊ូសអធិបតីផ្គររន្ទះដើម្បីជួយខ្ញុំឲ្យរួចផុតពីអំពើឃោរឃៅរបស់ឯងនិងបញ្ចប់ឯងគាត់បានផ្ដល់ឲ្យខ្ញុំនូវកូនម្នាក់នេះ
បន្ទាប់ពីប្រាប់រឿងនេះនាងបានចាប់ផ្ដើមសោយ MP3 យ៉នខឹងខ្លាំងគាត់បានចាក់នាងមួយកំបិតដែលធ្វើឲ្យនាងស្លាប់ប៉ុន្តែមុននឹងស្លាប់នាងបានប្រាប់ MP3 យ៉នថាឯងបានសម្លាប់កូនរបស់ ស៊ូសនឹងមករកឯងជាមិនខានទេដូចនេះឥឡូវនេះឯងមិនអាចជៀសវាងពីសេចក្តីស្លាប់បានឡើយឥឡូវនេះ MP3 យ៉នបានលើករឿងនេះពីគ្រប់គ្នាដោយផ្សព្វផ្សាយដំណឹងថាព្រះមហេសីស្លាប់ដោយសារសោកស្ដាយកូន Alcides Hercule បានប្រាប់ម្ចាស់ទាស្ករថាអ្នកអាចរកលុយបានច្រើនពីទីនេះហើយបើអ្នកនាំយើងទៅក្រិចទីនោះមិនមានការប្រយុទ្ធតូចៗទេផ្ទុយទៅវិញមានមនុស្សមកពីគ្រប់ទិសទីមកមើលការប្រយុទ្ធមានការប្រយុទ្ធធំណាស់ឥឡូវនេះយើងទាំងពីរនឹងទៅទីនោះហើយប្រយុទ្ធជាមួយមនុស្ស6នាក់ពីផ្នែកអ្នកហើយមនុស្ស6នាក់នេះគឺជាអ្នកដែលមិនដែលចាញ់ទេដូចណាមនុស្សគ្រប់ទិសទីនឹងមកមើលការប្រយុទ្ធរបស់ខ្លួនជាមិនខានម្ចាស់ទេសកលយល់ព្រមជាមួយគំនិតនេះប៉ុន្តែមុនពេលទៅទីនោះពួកគេទាំងពីរបានប្រយុទ្ធជាមួយអ្នកចម្បាំងដ៏គ្រោះថ្នាក់ពីរនាក់ជាខាវឹកហាត់ដែលមិនដែលមានអ្នកណាឈ្នះពួកគេមកពីមុនមកប៉ុន្តែដោយសារ Hercule និងសម្លេងរបស់គាត់ក៏ជាអ្នកចម្បាំងឆ្នើមដែរមិនចេញយ៉ាងណាពួកគេក៏បានប្រយុទ្ធយ៉ាងក្លាហានជាមួយពួកគេនៅទីនេះការប្រយុទ្ធដ៏គ្រោះថ្នាក់បានផ្ទុះឡើង Hercule បានជល់ប្រយុទ្ធប៉ុន្តែអ្នកចម្បាំងនោះបានចាប់បោះគាត់ទៅឆ្ងាយដៃគូរបស់គាត់បានវាយប្រហារមុខគេដោយដំបងហើយ Hercule ក៏បានក្រោកឡើងវិញហើយវាយគេយ៉ាងខ្លាំងគាត់បានចាប់គេចងជាប់នៅចន្លោះជញ្ជាំងគុកប៉ុន្តែនៅពេល Hercule ឃើញថាមិត្តរបស់គាត់ជួបគ្រោះថ្នាក់គាត់បានរត់ទៅជួយសង្គ្រោះមុនពេលការវាយប្រហារបន្ទាប់មកពួកគេទាំងពីរបានប្រយុទ្ធជាមួយអ្នកចម្បាំងនោះម្ដងទៀតហើយទីបំផុតក៏ឈ្នះពួកគេប៉ុន្តែក្នុងព្រឹត្តិការណ៍ទាំងអស់នេះសម្លេងរបស់ Hercule ក៏រងរបួសធ្ងន់ដែរឃើញស្ថានភាពគាត់ម្ចាស់ទាស្ករបាននិយាយថាគាត់មិនអាចដាវបានទេតែគាត់នឹងប្រយុទ្ធយ៉ាងម៉េច Hercule បានឆ្លើយថាកុំបារម្ភខ្ញុំម្នាក់ឯងនឹងប្រយុទ្ធជាមួយពួកគេខ្ញុំនឹងប្រយុទ្ធដើម្បីយកជ័យជំនះឲ្យលោកម្ចាស់ទាស្ករយល់ព្រមបន្ទាប់មកពួកគេបានមកក្រិចជាមួយ Hercule នៅទីនេះមានមេតបសំពៃម្នាក់របស់ប្រជាណាចក្រដែល Hercule បានចាប់ជាសម្ងាត់ហើយប្រាប់អំពីខ្លួនគាត់និងមិត្តរបស់គាត់ថាពួកយើងនៅរស់ឬដូច្នេះមេតបមានអារម្មណ៍រីករាយខ្លាំងបន្ទាប់មក Hercule ត្រូវបានចូលទៅសមរភូមិដើម្បីប្រយុទ្ធជាមួយមនុស្សទាំង6នាក់នៅទីនោះគាត់បានចូលយ៉ាងស្រួលដូចជាវីរបុរសម្នាក់រត់ទៅរកពួកគេទោះបីពួកគេព្យាយាមរារាំងគាត់ដោយដាវនិងដំបងក៏ដោយប៉ុន្តែដំបងគាត់បានវាយប្រហារម្នាក់ដោយដាវបន្ទាប់មកគាត់លូតឡើងអង្គុយលើម្នាក់ទៀតហើយចាក់ដាវទៅកណូទ្រូងគេនៅពេលម្នាក់ទៀតចូលមករារាំង Hercule បានចាប់គេហើយបោះទៅលើដីយ៉ាងខ្លាំងក្នុងពេលធ្លាក់មនុស្សនោះបានប៉ះទង្គិចសម្លាញ់របស់គេពីរនាក់ទៀតធ្វើឲ្យពួកគេធ្លាក់ដែរឥឡូវនេះពួកគេទាំងពីរបានព្យាយាមវាយប្រហារគាត់ម្ដងទៀតប៉ុន្តែ Hercule ខណៈការពារខ្លួនដោយខៀវនិងដាវបានសម្លាប់ម្នាក់ក្នុងចំណោមពួកគេដោយចាក់ដាវទីបំផុតក៏សម្លាប់ពីរនាក់គេនៅសល់ដែរដោយលើកម្នាក់ឡើងលើអាកាសខណៈវាយប្រហារម្នាក់ទៀតដោយខៀវហើយតាមវិធីនេះគាត់បានយកជ័យជំនះលើអ្នកចម្បាំងទាំងនេះតែម្នាក់ឯងក្នុងអំណរជ័យជំនះគាត់បានលើកដំបងគាត់ឡើងលើអាកាសមេបញ្ជាការបានប្រាប់ Hercule ថាព្រះមហេសីត្រូវបាន MP3 យ៉នសម្លាប់បន្ទាប់មកទៀតគាត់បានបង្ហាញកាំបិតមួយនិងនិយាយថាខ្ញុំបានរក្សាវាទុកសម្រាប់អ្នកដែលខ្ញុំដកចេញពីទ្រូងម្ដាយអ្នកព្រោះ MP3 យ៉នបានវាយប្រហារនៅទីនោះឮដូច្នេះ Hercule មានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំងក្នុងសេចក្តីសោកស្ដាយគាត់បានអោនក្បាលបន្ទាប់មកគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិយាយថាឥឡូវនេះពួកគេមិនគួរប្រាប់នាងថាខ្ញុំនៅរស់ទេបើមិនដូច្នេះទេនាងនឹងប្រាប់ដំណឹងនេះដល់គ្រប់គ្នាដើម្បីរក្សាសេចក្តីសុខនាងនឹងមិនអាចទប់អារម្មណ៍បានទេ MP3 យ៉នបានវាយប្រហារភូមិក្រិចហើយយកលុយពីពួកគេដោយដកមនុស្សចេញពីផ្ទះដោយការវាយប៉ុន្តែពេលនោះវីរបុរស Hercule បានមកដល់ដែលបានវាយប្រហារទាហានទាំងអស់ហើយវាយពួកគេយ៉ាងខ្លាំងអ្នកណាដែលមកវាយប្រហារគាត់បានលើកពួកគេឡើងហើយក្រវាញពួកគេទៅឆ្ងាយឃើញដូច្នេះទាហានផ្សេងទៀតបានរត់គេចពីទីនោះឥឡូវនេះឃើញគាត់ក្លាហានយ៉ាងនេះប្រជាជនស្រុក Hepes បានស្គាល់ថាគាត់ជានរណានិងនិយាយថាអ្នកគឺជា Hercule កូនរបស់ព្រះស៊ូសដូច្នេះអ្នកក៏ជាព្រះដែរលើគាត់និយាយថាទេខ្ញុំមិនបានជាព្រះទេខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញបន្ទាប់ពីនេះគាត់បានផ្ញើសារមួយទៅព្រះបាទ MP3 យ៉នថាលើក្រោយកុំធ្វើសកម្មភាពបង្ក្រាបអ្នកទុនខ្សោយបែបនេះទៀតឥឡូវនេះ MP3 យ៉នបានដឹងថាទាហានរបស់ខ្ញុំគឺសម្លាញ់របស់ Hercule នៅរស់ប៉ុន្តែជាមួយគាត់មានមនុស្សម្នាក់ឈ្មោះ Hercule ហេតុនេះ MP3 យ៉នបានបញ្ជាឲ្យចាប់ពួកគេទាំងពីរប៉ុន្តែព្រះអង្គមិនដឹងថា Hercule នោះគឺគ្មាននរណាក្រៅពីកូនលួចលាក់របស់ព្រះអង្គទេសម្លាញ់របស់គាត់បាននាំ Hercule ទៅរកស្ត្រីចំណាស់ម្នាក់ដែលគ្មាននរណាក្រៅពីព្រះនាងទេវីថាបើអ្នកចង់អ្នកអាចរស់នៅដោយរៀបការជាមួយព្រះនាងប៉ុន្តែការពិតនោះគឺគួរបំណងជីវិតអ្នកគឺផ្សេងដែលនឹងនាំអ្នកឆ្ងាយពីស្នេហ៍របស់អ្នកប៉ុន្តែអ្នកគួរជឿជាក់លើឪពុករបស់អ្នកគឺ ស៊ូសគាត់នឹងផ្ដល់អំណាចដល់អ្នកដើម្បីកំទេច MP3 យ៉ននោះចោល Hercule បាននិយាយដល់ខាងថា
ពេលដែលមនុស្សទាំងអស់កំពុងត្រូវសម្លាប់ពេលដែលម្ដាយខ្ញុំត្រូវសម្លាប់ឪពុកឃុំស៊ូនៅឯណាគាត់គ្មានចិត្តមេត្តាគាត់មិនអាចជួយសង្គ្រោះពួកគេបានទេព្រះនាងទេវីបាននិយាយថាគាត់តែងតែនៅជាមួយអ្នកគ្រាន់តែត្រូវការជឿជាក់លើគាត់នឹងផ្ដល់អំណាចដល់អ្នកដោយខ្លួនឯងមួយយ៉ាងវិញទៀតបងប្រុសរបស់ Hexuli បានជំរុញឲ្យព្រះនាងយល់ព្រមរៀបការជាមួយគាត់ដែលនាងបាននិយាយថាកុំសុំបេកគិតទីវាទេខ្ញុំមិនចូលចិត្តអ្នកតតែសោះខ្ញុំចង់ស្លាប់ជាឯងរៀបការជាមួយអ្នកបន្ទាប់មកព្រះនាងបានចេញពីទីនោះហើយពីយាមសម្រេចជីវិតដោយលួចពីដើមដំបូលប៉ុន្តែពេលនោះមេខាបានមកដល់ហើយបានជួយសង្គ្រោះនាងឥឡូវនេះគាត់បានប្រាប់នាងថា Asidius នៅរស់ហើយឈ្មោះរបស់គេគឺ Hexuli ថ្ងៃបន្ទាប់ពួកគេទាំងពីរជួបគ្នាម្ដងទៀតដោយសារតែពួកគេបានជួបគ្នាពីពេលឆ្ងាយហេតុនេះក្រៅពីអារម្មណ៍រីករាយខ្លាំងពួកគេក៏មានអារម្មណ៍រំភើបហេតុនេះបានធ្វើឲ្យពួកគេមានអារម្មណ៍សម្រាកនៅទីនោះថ្ងៃបន្ទាប់ MP Trajan បានហៅមេដឹកនាំពួកសាហាវមកហើយសួរថាតើហេតុអីបានជាពួកគេនៅរស់ហើយនរណាគេដែលជា Hexuli នេះដែលនៅជាមួយគាត់ឯងត្រូវរកពួកគេឲ្យឃើញបន្ទាប់ពីស្វែងរកយ៉ាងច្រើនទីបំផុត Hexuli បានរកឃើញហើយបងប្រុសរបស់គាត់ផ្ទាល់បានមកចាប់ Hexuli ប៉ុន្តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថាប្អូនរបស់គាត់គឺ Asidius គឺជា Hexuli បន្ទាប់មកពួកគេបានវាយប្រហារគាត់ហើយនាំគាត់ទៅជាមួយដោយចងគាត់នឹងច្រវាក់យ៉ាធំភ្ជាប់ទៅនឹងសសរថ្មសងខាងបន្ទាប់មកគាត់ក៏បានធ្វើទារុណកម្មយ៉ាងខ្លាំងដោយវាយគាត់ជាមួយនឹងខ្សែតីពេលនេះស្ដេច Amphitryon សម្លឹងមើលគាត់ហើយប្រាប់គ្រប់គ្នាថាមើលនេះគឺ Hexuli កូនរបស់ស៊ូសដែលត្រូវជាប់ច្រវាក់នឹងវាយជាដំណំមិនអាចជួយខ្លួនឯងបានអ្នករកគ្នាកុំជឿថាគាត់អាចនឹងជួយអ្នករកគ្នាបានដោយសោះនៅពេលដែល Amphitryon និយាយថានឹងសម្លាប់គាត់ Hexuli បានសម្លឹងមើលទៅលើមេឃហើយហៅឈ្មោះឪពុកគាត់ខ្ញុំជឿជាក់លើទ្រង់ភ្លាមនោះអំណាចនៃកម្លាំងអាទិទេពមួយបានចូលមកក្នុងខ្លួន Hexuli ខណៈពេលដែលប្រពោក៏ចាប់ដាំលាន់ជាសម្លេងរន្ទះ Hexuli ស្រាប់តែមានកម្លាំងខ្លាំងមហិមាដោយក្រវ៉ាត់ខ្សែច្រវាក់របស់គាត់ដោយកម្លាំងនិងថ្មធ្ងន់ពីរដុំក៏បែកជាមួយខ្សែច្រវាក់ដែរពេលនោះប្រជាជនភ្ញាក់ផ្អើលនៅពេលឃើញគាត់ក្នុងសភាពបែបនេះ Amphitryon បានបញ្ជាឲ្យសម្លាប់គាត់ប៉ុន្តែអ្នកណាដែលចូលមកជិតគាត់វាយពួកគេដោយថ្មអ្នកដែលនៅសល់រត់គេចពីទីនោះដោយភ័យខ្លាចដែលធ្វើឲ្យមានភាពចលាចលនៅទីនោះដោយប្រើខ្សែច្រវាក់គាត់បានសម្លាប់ទាហានទាំងអស់ដោយប្រើថ្មដ៏ធំមួយតាមវិធីនេះគាត់បានសម្លាប់មនុស្សទាំងនោះដោយលើកពួកគេឡើងហើយក្រវែងពួកគេ Amphitryon បានយកឱកាសនេះរត់គេចចេញពីទីនោះ Hexuli ឥឡូវនេះចាក់ចេញជាមួយនឹងសម្លាញ់របស់គាត់ដើម្បីយកគាត់ពី Amphitryon យប់នេះគឺជារាត្រីព្រះច័ន្ទពេញវង្សនៅពេលដែលព្រះនាងត្រូវរៀបការជាមួយបងប្រុសគាត់នាងត្រូវបង្ខំឲ្យរៀបការជាមួយគាត់ប៉ុន្តែនាងបានបដិសេធឥឡូវនេះ Hexuli បានមករកទាហានហើយនិយាយថាឥឡូវនេះពួកឯងត្រូវតែសម្រេចឲ្យច្បាស់ថាតើអ្នកណាជាស្ដេចអ្នកត្រូវតែជ្រើសរើសរវាង Amphitryon និងខ្ញុំគាត់គឺជាស្ដេចដ៏ខុសគ្រូនិងអធិមតយាលចំណែកខ្ញុំគឺជាអ្នកដែលនឹងការពារនិងថែរក្សាអ្នកគ្រប់គ្នានិងជួយសង្គ្រោះអ្នកគ្រប់គ្នាឥឡូវនេះវាច្បាស់ណាស់ថាទាហានគុំត្រូវតែ Hexuli ហើយស្រែកហៅឈ្មោះគាត់ Hexuli ឥឡូវនេះនាំពួកគេទាំងអស់ទៅព្រះបរមរាជវាំងរបស់ Amphitryon ហើយចេញប្រកាសថានឹងកំចាត់ Amphitryon និងបុត្ររបស់គាត់ព្រះបាទ Amphitryon បានចេញមកហើយនិយាយថាបុត្ររបស់ខ្ញុំបានទៅរៀបការជាមួយនឹងស្នេហារបស់អ្នកហើយដូច្នេះមានតែខ្ញុំម្នាក់ឯងដែលមកប្រយុទ្ធនិយាយចប់គាត់បានចោលក្រាបភ្លើងតូចមួយហើយដុតភ្លើងជុំវិញ Hexuli និងទាហានរបស់គាត់បន្ទាប់មកបញ្ជាឲ្យទាហានរបស់គាត់វាយប្រហារទាហានរបស់ Hexuli ប៉ុន្តែ Hexuli បានរារាំងគាត់ហើយនិយាយថាឈប់សង្គ្រាមនេះគឺជារបស់អ្នកនិងខ្ញុំមិនដែរដូច្នេះមានតែអ្នកនិងខ្ញុំគូតែប្រយុទ្ធហើយអ្នកណាឈ្នះនឹងចំណោមយឺននឹងកលៃទៅជាស្ដេចនៃរាជាណាចក្រហើយបន្ទាប់មកគេនឹងទទួលបានអ្វីទាំងអស់ព្រះបរមរាជវាំងទាំងនេះនឹងទាហានទាំងនេះ Amphitryon បាននិយាយថាទេ Hexuli បកូនតើឲ្យខ្ញុំប្រយុទ្ធជាមួយអ្នកយ៉ាងដូចម្ដេចអ្នកគឺជាកូនរបស់ខ្ញុំនឹងឯង Hexuli បានឆ្លើយថាទេខ្ញុំមិនមែនជាកូនរបស់អ្នកទេខ្ញុំគឺជាកូនរបស់អាទិទេពស៊ូសដែលគ្រប់គ្រងពិភពលោកទាំងមូលទាហានទាំងពីរបានប្រឈមមុខគ្នាហើយចាប់ដើមប្រយុទ្ធគ្នាឃើញដូច្នេះ Hexuli បានលើកដាវរបស់គាត់ឡើងទៅលើមេឃហើយធ្វើឲ្យផ្លែបន្ទាស់ទាំងអស់នៅក្នុងមេឃមកក្នុងដាវរបស់គាត់ភ្លាមនោះគាត់បានបោកផ្លែបន្ទាស់ទៅជុំវិញទីនោះនៅពេលដែលទាហានរបស់ Amphitryon ត្រូវផ្លែបន្ទាស់ពួកគេទាំងអស់ស្លាប់ព្រោះការវាយប្រហារទាំងអស់នេះគូគ្រោះថ្នាក់យ៉ាងខ្លាំងគាត់បានសម្លាប់ទាហានទាំងអស់តាមវិធីនេះបន្តមកការប្រយុទ្ធមួយបានផ្ទុះឡើងរវាង Hexuli និងស្ដេច Amphitryon ពួកគេទាំងពីរបានប្រយុទ្ធគ្នាដោយដាវស្រែកយ៉ាងខ្លាំងការប្រយុទ្ធកំពុងស្មើគ្នាប៉ុន្តែម្ល៉េះម្ដង Amphitryon បានគ្រប់សង្កត់ Hexuli ហើយវាយគាត់យ៉ាងខ្លាំងបន្ទាប់មកពេលដែលពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធម្ដងទៀតគាត់បានជួម Hexuli ហើយចោលគាត់ទៅឆ្ងាយ Amphitryon បានចេញប្រកាសពេលដែល Hexuli ក្រោកឡើង Amphitryon បានចាប់ផ្ដើមវាយប្រហារគាត់ម្ដងទៀតប៉ុន្តែលើកនេះដោយសេចក្ដីក្លាហានគាត់បានរារាំងការប្រហាររបស់ស្ដេច Amphitryon ទាំងអស់នៅពេលកូនរបស់ Amphitryon នាំព្រះនាងមកគំរាមហើយសូមឲ្យ Hexuli ដោះលែងគាត់ទៅគាត់កាន់កាំបិតភ្ជង់មកព្រះនាងប៉ុន្តែព្រះនាងបានចាប់កាំបិតលុះហើយចាក់ចូលទៅក្នុងទ្រូងនាងយ៉ាងខ្លាំង
ក៏បិទនោះចាក់ហួរទៅដល់កូនរបស់ Amphitryon ធ្វើឲ្យគាត់រងរបួសធ្ងន់រលំដួលហើយស្លាប់មួយរំពេចព្រះនាងក៏រងរបួសដែរហើយដួលចុះនៅទីនោះឃើញដូច្នោះ Hercules ស្រែកឡើងយ៉ាងខ្លាំងគាត់ខឹងខ្លាំងណាស់ដែលចាប់ផ្ដើមប្រយុទ្ធជាមួយ Amphitryon ម្ដងទៀតលើកនេះគាត់មិនទុកឲ្យ Amphitryon នៅរស់ទៀតទេវាយ Amphitryon យ៉ាងច្រើនវាយបើហាផ្នែកផ្សេងៗនៃរាងកាយដោយដាវលើកគាត់ចោលហើយសម្លាប់គាត់ទោះបី Amphitryon កំពុងការពារខ្លួនក៏ដោយក៏លើកនេះគាត់មិនអាចយកឈ្នះ Hercules បានដែរ Hercules លើកគាត់ចោលសម្លាប់គាត់បន្ទាប់មកលោតមកជិតហើយចាក់គាត់មួយក្បិតយ៉ាងខ្លាំងលិចចូលក្នុងទ្រូង Amphitryon ហើយ Amphitryon ក៏បានស្លាប់ហើយតាមវិធីនេះគាត់បានសងសឹកសម្រាប់ម្ដាយរបស់គាត់ជាមួយនឹងការស្លាប់របស់ Amphitryon អំពើខូក្រៅរបស់គាត់ក៏ចប់ផងដែរនៅពេល Hercules ចូលមកជាព្រះនាងគាត់រីករាយយ៉ាងខ្លាំងដែលឃើញថានាងនៅរស់បន្ទាប់ពីពេលនោះមកពួកគេក៏បានលៀបការនឹងគ្នាដោយដែលពួកគេចង់បានពួកគេចាប់ផ្ដើមរស់នៅដោយសុភមង្គលដែលមានកូនប្រុសដ៏គួរឲ្យស្រឡាញ់របស់ពួកគេបានកើតមកដែលនឹងក្លាយជាព្រះអង្គម្ចាស់បន្ទាប់គ្រួសាររបស់ពួកគេរស់នៅដោយមានសុភមង្គលជារៀងរហូតតទៅហើយដំណើររឿងរបស់ Hercules ត្រូវបានចាប់ដោយបរិបូរណ៍ សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ពីដើមរហូតដល់ចប់សូមអ្នកទាំងអស់គ្នាមេត្តាជួយចុច like follow subscribe channel របស់ខ្ញុំបាទផងសូមអរគុណ